ពេលយៈជាតិកៈសូត្រសម័យមួយព្រះដ៏មានព្រះភ័ក្ត្រទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារចេតពុនជិតក្រុងសាវត្ថីសម័យនោះមានកហបតីម្នាក់កើតទុក្ខសោកសៅព្រោះការស្លាប់នៃកូនប្រុសជាទីស្រឡាញ់ពេញចិត្តព្រះដ៏មានព្រះភ័ក្ត្រទ្រង់ត្រាស់ប្រាប់កហបតីនោះថាពិតមែនហើយកហបតីសេចក្តីសោកសៅការខ្សឹបខ្សួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តតែងកើតមកអំពីសេចក្តីស្រឡាញ់មានសេចក្តីស្រឡាញ់ជាដែនកើតនៅក្នុងសេចក្តីនោះកហបតីមានជាតិជាបុគ្គលល្ងង់ខ្លៅទៅជាមានគំនិតយល់ខុសពោលពាក្យផ្ទុយអំពីព្រះដ៏មានព្រះភាក្ត្រថាបបិទ្ធព្រះអង្គដ៏ចម្រើនតែបើតាមដែលពិតនោះសេចក្តីត្រេកអរនិងសេចក្តីរីរាយរមែងកើតមកអំពីសេចក្តីស្រឡាញ់មានសេចក្តីស្រឡាញ់ជាដែនកើតចំពោះទស្សនៈមហាជនរមែងយល់ដូចនេះឯងគឺថាមានសេចក្តីស្រឡាញ់ក៏មានសេចក្តីសុខរីករាយចំណែកសេចក្តីទុក្ខសោកគេយល់ថាមកអំពីបាត់បង់នៅរបស់ឬបុគ្គលជាទីស្រឡាញ់នោះទេតើសត្វលោកវង្វេងក្នុងហេតុនៃសេចក្តីទុក្ខទើបមិនអាចដោះស្រាយសេចក្តីទុក្ខបានចំពោះសេចក្តីស្រឡាញ់ដែលជាលោភៈប្រកបដោយសោមនស្សក្នុងចិត្តនៃសត្វលោកនេះប្រៀបដូចមនុស្សអាក្រក់ធ្វើពុតជាចិត្តល្អអញ្ចឹងឯងវាជាការបោកប្រាស់ពិតសេចក្តីក្នុងព្រះសូត្របន្តដល់ព្រះរាជវាំងព្រះបាទបសេននិតិកោសលទ្រង់ក៏មានការយល់ដោយលោកយៈមហាជនដែរប៉ុន្តែបានព្រះនាងមេលីកាជាអគ្គមហេសីជួយណែនាំពន្យល់ទើបធ្វើឲ្យព្រះរាជាភ្លឺស្វាងទាំងបានពោលពាក្យនមស្ការព្រះសម្មាសម្ពុទ្ធទៀតផង